ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងក្នុងវីដេអូហ្នឹងខ្ញុំនឹងបង្ហាញពីរបៀបនៃការដាក់អក្សរចូលទៅតាមរូបភាពមួយអញ្ចឹងណាដោយសារតែរូបភាពពេលដែលយើងយកពី AI ទៅឬយើងវាយអក្សរទៅគឺឲ្យមកអាចខុសឬមួយក៏ករណីមួយទៀតទៅគឺយើងចង់កែខ្លឹមសារវាដូចជាអត្ថបទថ្នាក់5នេះគឺយើងចង់កែខ្លឹមសារពេលដែលកែខ្លឹមសារគឺយើងយករូបហ្នឹងដាក់ចូលក្នុងGeminiហើយយើងសុំឲ្យលុបអក្សរឲ្យអស់ទៅគឺលុបអក្សរអស់លេងហើយអញ្ចឹងខ្ញុំក៏ទទួលបានរូបប៉ុណ្ណេះហើយដល់ពេលហើយកន្លែងនេះគឺខ្ញុំវាយជាអក្សរនេះហើយកន្លែងនេះក៏ខ្ញុំគូស save ទេនេះអាកន្លែងចូល insert ហើយយើងទាញ save នឹងមកហើយតាក់តងទៅនឹងអាកន្លែងវាយអក្សរនេះពេលវាយអក្សរដឹងតែយើង insert text box អីហ្នឹងលោកគ្រូចេះហើយប៉ុន្តែអីដែលខ្ញុំធ្វើគឺខ្ញុំបន្ថែមត្រង់ថាចេះពេលដែលខ្ញុំ insert text box ខ្ញុំវាយអក្សរអីអស់ហើយហ្នឹងគឺខ្ញុំដាក់ស្មៅនេះលោកគ្រូមើលអក្សរហ្នឹងមានស្មៅណាមិនមែនអក្សរខ្មៅទេធម្មតាអញ្ចឹងខ្ញុំដាក់លេខណាបន្ទាប់ពីខ្ញុំវាយធម្មតាគឺយើងកន្លែង font អក្សររបស់យើងរើសតាមពណ៌ណាដែលយើងស្រឡាញ់ទៅ ពណ៌អក្សរយកពណ៌ណាពណ៌ណីរបស់យើងអីចឹងណាឧទាហរណ៍អក្សរហ្នឹងអាហ្នឹងខ្ញុំកំពុងដាក់ពណ៌ខ្មៅតែខ្ញុំចង់ដាក់ពណ៌ក្រហមវិញចាវាលោតបែបនេះហើយបើសិនជាខ្ញុំដាក់ពណ៌សអក្សរពណ៌សវាមានករណីបែបនេះពណ៌អញ្ចឹងណាហើយខ្ញុំយកវាទៅដាក់ស្មៅដោយសារខ្ញុំចង់បានលេខហ្នឹងអក្សរពណ៌សតែខ្ញុំចង់បានស្មៅពណ៌ផ្សេងអញ្ចឹងចុចលើធ្វើម៉េចអញ្ចឹងគឺខ្ញុំចូលទៅកន្លែងsave នេះ save format ហ្នឹងមកហើយនេះលោកគ្រូនេះកន្លែងនេះត្រង់ហ្នឹងអាអក្សរ A ហ្នឹងចុចកន្លែងជ្រុងហ្នឹងមកវាមានមួយកណ្ដោតែខ្ញុំមកយកអាសាដូទៅយកកន្លែងគីឡូនេះគីឡូហើយខ្ញុំចុចកន្លែងមកគីឡូ color ហើយទៅយើងរើសនេះចង់បានស្រមោលខ្មៅចង់បានស្រមោលណានៃណាំចិត្តយើងអីចឹងណាយើងរាវមកស្រឡាញ់យើងទៅมันតម្រូវថាត្រូវដាក់អក្សរពណ៌ខ្មៅត្រូវតែដាក់អក្សរពណ៌នេះនឹងយើងធ្វើខ្លួនឯងចឹងណាលោកគ្រូអ្នកគ្រូអញ្ចឹងអីដែលខ្ញុំចង់បង្ហាញត្រង់ហ្នឹងគឺបែបហ្នឹងហើយ font អក្សរពណ៌អក្សរតាមខ្លួនឯងចឹងទៅហើយឥឡូវខ្ញុំសុំថយទៅពណ៌ខ្មៅមកវិញហើយដល់ពេលត្រង់នេះយើងគូ save អីធម្មតាទេហើយដល់ពេលខ្ញុំវាយអក្សរនេះមានករណីដែលអាចវាយខាងក្នុង save នឹងបានតែយើងពិបាកសេរី font អញ្ចឹងទៅគឺមាន text box ទៀតកន្លែងនេះខ្ញុំមាន text box មួយទៀតតែតើកន្លែងខ្ញុំចង់ធ្វើអីនេះមាន text box មួយទៀតអញ្ចឹងណាមើលនេះគ្រូហ្នឹងខ្ញុំទាញ text box មកសេទៀតអញ្ចឹងណាបន្ទាប់ពីយើងសេហើយគឺយើងសេរីស្រង់អីចឹងទៅហើយតាក់តងរូបនេះគឺពេលដែលខ្ញុំធ្វើគឺខ្ញុំដាក់ធ្វើឲ្យរូបឲ្យវាពេញមួយអេក្រង់ខ្ញុំមួយអេក្រង់អញ្ចឹងណាសនុកឲ្យយើងសេអក្សរបានច្រើនហើយចាំយើងព្រមហើយចាំយើង print screen វិញអញ្ចឹងខ្ញុំនឹងកែខ្លឹមសារនេះឡើងវិញតែឥឡូវនេះខ្ញុំសុំស្កប់ចឹងណាកុំឲ្យនៅមើលខ្ញុំយូរចានេះត្រង់នេះពេលដែលខ្ញុំវាយហ្នឹងខ្ញុំវាយអក្សរនៅក្នុងtext box ហ្នឹងណាហើយនេះដោយសារខ្ញុំដាក់ស្មៅសដែរប៉ុន្តែផ្ទៃកន្លែងត្រង់ហ្នឹងវាពណ៌សអញ្ចឹងយើងមើលឃើញស្មៅលេត្រង់កន្លែងហ្នឹងអញ្ចឹងណានេះខ្ញុំមានស្មៅអាយ៉ានេះកន្លែងនេះមានស្មៅសដែរអញ្ចឹងណាគ្រូអញ្ចឹងកន្លែងដាក់ស្មៅនិយាយទៅវាបន្ថែមត្រង់និយាយទៅខ្ញុំធ្វើគឺថែមគាត់ថែមស្មៅទេហើយនឹងយើងទាញសេរីស្រង់អីខ្លួនឯងទេឲ្យបានស្អាតអីចឹងទៅមកយើងពេញចិត្តបែបណាហើយមើលទៅអក្សរមកឲ្យមកសំល្មមអញ្ចឹងណាឥឡូវខ្ញុំមានដូរពណ៌ទៅគឺខ្ញុំដាក់ចឹងហើយបន្តមកទៀតខ្ញុំចង់បានអញ្ចឹងទៀតតែខ្ញុំធ្វើមិនអញ្ចឹងដោយសារតែនេះគេមានអា line នេះទៀតពេលអញ្ចឹងទៅខ្ញុំអត់គូ save អីម្ដងទៀតទេlike ត្រង់នេះខ្ញុំគូ save ម្ដងទៀតទេខ្ញុំ copy វាអញ្ចឹងខ្ញុំ copy ឡើងហ្នឹងមកនិយាយទៅ copy ទេហើយពេលឡើង copy ខ្ញុំគាត់ select ហើយចុច control D control D គឺវាចេញមកទៀតហើយ control D ស្រៀងនឹង control C control V នឹងឯងគឺ copy ដូចគ្នាអញ្ចឹងកន្លែងនេះការគិតរបស់ណាគេនេះរបស់ម្នាក់ពេលអាយនេះអញ្ចឹងយើងទាញមកចិត្តហ្នឹងទៅហើយយើងចាប់ផ្ដើមសេរីអក្សររបស់យើងគឺចង់បានអីគេចាក់យើងរួមគ្នាដំណាំឈើយើងសេអញ្ចឹងមកចានេះលោកគ្រូពេលដែលយើងធ្វើបានប៉ុណ្ណឹងហើយយើងថែអា font អក្សរយើងសេរីខ្លួនឯងពណ៌អក្សរពណ៌អីមកស្រឡាញ់ខ្លួនឯងអញ្ចឹងណាហើយយើងក៏បានយករូបហ្នឹងគឺយើងគ្រាន់ print screen អញ្ចឹងណាហើយតែខ្ញុំចុចអានឹងដាក់ full screen មកហើយខ្ញុំ print screen វា print screen ចូលត្រឹមរូបដែលយើងចង់បានហ្នឹងឯងចឹងលោកគ្រូអ្នកគ្រូពេលដែលចុចដោយសារខ្ញុំកំពុងថតវីដេអូពេលទៅវាចុច control print screen ទៅវាអត់ឲ្យហើយយើង print screen ហើយយើងកាត់បោះចូលប៉ុណ្្នឹងឯងចាសូមអរគុណ